ការពិតនៅពីក្រោយទំនាក់ទំនងរវាងបុរសនិងស្ត្រីតើអ្នកហ៊ានស្ដាប់ការពិតទេខ្ញុំប្រាប់អ្នកការពិតនៃការខូចចិត្ត12ចំណុចនៅពីក្រោយទំនាក់ទំនងរវាងបុរសនិងស្ត្រីភាគច្រើនវាប្រកបនិយមណាស់ទី1ការលែងលះរវាងស្វាមីនិងភរិយាមើលខាងក្រៅគឺបែកបាក់មនោសញ្ចេតនាតែធាតុពិតគឺដោយសារមិនបានបំពេញឲ្យគ្នាគ្រប់គ្រាន់នូវផលប្រយោជន៍ទៅវិញទេទី2បុរសច្រើនតែដូចជាសត្វចចកគំនិតគឺមានលក្ខណៈជាការសម្រេចចិត្តស្ត្រីច្រើនតែដូចឆ្មាគំនិតគឺមានលក្ខណៈជាការសាកល្បងទី3នៅពេលដែលអ្នកចូលចិត្តនារីម្នាក់ខ្លាំងអ្នកកុំទៅដេញតាមស្រឡាញ់នាងអ្នកត្រូវតែស្រូបទាញនាងទី4ទោះជាមានស្នេហាជ្រាលជ្រៅប៉ុណ្ណាក៏ដោយគង់មានថ្ងៃណាមួយនឹងប្រែប្រួលទទួលបានបទពិសោធន៍នៃសេចក្តីស្នេហារស់រវើកគឺមិនមែនហៅថាសមត្ថភាពទេអាចរស់នៅចុះសម្រុងនឹងគ្នាបានជាធម្មតាទើបមានសមត្ថភាពអស្ចារ្យពិតប្រាកដទី5កុំសង្ឃឹមហួសហេតុថាដោយសារតែអ្នកជាមនុស្សល្អទើបគេមិនធ្វើបាបអ្នកហើយត្រូវជឿជាក់លើគេតាមពិតនោះអ្នកដទៃដោយសារតែអ្នកអាចនាំឲ្យគេនៅផលប្រយោជន៍នោះទេទើបគេមិនធ្វើបាបអ្នកទី6មនុស្សស្រីនិយាយថាលែងលះអ្វីដែលនាងបង្ហាញជាញឹកញាប់គឺការសាកល្បងប៉ុន្តែនៅពេលដែលមនុស្សប្រុសនិយាយថាលែងលះវិញនោះគាត់ជាញឹកញាប់គឺចង់ប្រាប់អ្នកនៅការសម្រេចចិត្តរបស់គាត់ទី7ទំនាក់ទំនងដែលប្រកបរវាងបុរសនិងស្ត្រីគឺត្រូវការកម្លាំងជំរុញមួយរយៈពេលតែប៉ុណ្ណោះប៉ុន្តែយូរទៅសុទ្ធតែអាចមិនចូលចិត្តដៃគូទី8អាពាហ៍ពិពាហ៍ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងផលប្រយោជន៍គឺនឹងកាត់បន្ថយអត្រានៃការលែងលះថែមទាំងលើកកម្ពស់ភាពស្មោះត្រង់របស់ភាគីទាំងពីររឹតតែខ្លាំងប្រកាសណាស់ថាភាគីម្ខាងទៀតមិនមែនចង់ធ្វើបាបអ្នកទេផ្ទុយទៅវិញគឺខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួនទី9ធ្វើជាមនុស្សប្រុសម្នាក់មិនថាអ្នកស្អាតមិនថាអ្នកចេះកំ pl ែងមិនថាអ្នកចេះច្រៀងមិនថាអ្នកចេះរកលុយសរុបទៅអ្នកគួរតែមានអ្វីមួយប្រសិនបើអ្នកគ្រាន់តែជាមនុស្សចិត្តល្អម្នាក់តែសម្បកគឺវាមិនអាចមានលទ្ធផលល្អនោះទេទី10នៅពេលដែលអ្នកមិនអាចធ្វើអ្វីបានដោយគ្មានគាត់រាល់ថ្ងៃអ្នកពិបាកចិត្តនឹងការបាត់បង់គាត់មួយថ្ងៃយកគាត់ធ្វើដូចជាបុព្វបុរសតែអ្នកកាន់តែធ្វើអញ្ចឹងតាមពិតគាត់រត់តែត្រឡប់បែរជាចាក់ចេញពីអ្នកទៅវិញទេមានតែនៅពេលដែលអ្នកមិនខ្វល់ខ្វាយនោះទេទើបគាត់អាចនឹងមកយកចិត្តទុកដាក់ជាមួយអ្នកវិញនេះហើយគឺជាធម្មជាតិរបស់មនុស្សទី11មិនថាមនុស្សប្រុសឬមនុស្សស្រីទេដាច់ខាតកុំដោយសារតែមនុស្សដែលធ្វើឲ្យអ្នករំភើបចិត្តមួយផ្លែតនោះហើយបាត់បង់មនុស្សដែលអាចផ្ដល់នៅអ្វីគ្រប់យ៉ាងឲ្យអ្នកអស់មួយជីវិតទី12ពឹងទៅលើតែមនោសញ្ចេតនាតាមពិតមិនអាចថែរក្សានៅអាពាហ៍ពិពាហ៍ដ៏យូរអង្វែងបានទេចំណុចដែលគាំទ្រធ្វើឲ្យអាពាហ៍ពិពាហ៍មួយមានស្ថិរភាពគឺផលប្រយោជន៍